បាទជាបឋមខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងគ្រប់ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនដែលជាអ្នកគ្រប់គ្រង page ខ្ញុំបាទ admin ទុកងខេត្តពោធិ៍សាត់ទាំងអស់គ្នាថ្ងៃនេះដែរសូមនាំអារម្មណ៍ពុកម៉ែបងប្អូនយើងមកមើលទូកមួយគ្រឿងដែលមានឈ្មោះថាសុវណ្ណកេណោដែលស្ថិតនៅក្នុងវត្តសម្រិទ្ធិវង្សភូមិព្រែកអាទះឃុំព្រែករទះសង្កាត់ពោធិ៍រៀងខេត្តព្រៃវែងពុកម៉ែបងប្អូនតែទូកមួយគ្រឿងនេះគឺជាទុកដែលមានល្បឿនលឿនផងដែរហើយក៏កាលពីឆ្នាំ2024កន្លងទៅអ្នកពោរៀងខ្ញុំគិតថាប្រហែលជាគាត់បានដឹងហើយគឺអ្នកពោរៀងគឺមានសមាជិកថ្មីបកកេះដោយជាងហៀបយកពីខាងខេត្តកញ្ចេះមកបងប្អូនយើងដែលទុកហ្នឹងគឺស្រស់ស្អាតហើយក៏ជាទុកមួយដែលຂະຫນាតវែងផងដែរអ្នកខាងព្រៃវែងគឺមានទុកល្បីច្រើនដែរក៏ប៉ុន្តែលទ្ធផលដូចជាមិនសូវទាន់សមប្រកបទេអញ្ចឹងខ្ញុំគិតថា2024នេះលទ្ធផលមិនសូវល្អអញ្ចឹងអាចនឹង2025មានការកែកុនច្រើនអ្វីក៏បើតែជាទុកថ្មីមែនក៏ប៉ុន្តែលទ្ធផលមិនសូវល្អអញ្ចឹងណាអញ្ចឹងយើងអត់ទាន់ដឹងថាមូលហេតុអីទេអញ្ចឹងណាអញ្ចឹងយើងមកមើលសភាពជាក់ស្ដែងរបស់ទុកនេះវិញគឺនៅស្អាតល្អដែរតាអញ្ចឹងទោះបីជាទុកថ្មីក៏ដោយល្បឿនវារត់អត់ទាន់ល្អទេដោយសារតែយើងមើលទៅនៅមានកន្លែងផ្នែកខ្លះមួយចំនួនហ្នឹងគឺខ្ញុំគិតថាបើសិនជាមានការជួសជុលនឹងការកុនបន្ថែមទៀតទុកនេះប្រហែលជាអាចរត់ល្បឿនល្អពុកម៉ែបងប្អូនយើងខ្ញុំគិតថាបើសិនជាយើងបន្ថែមផ្នែកមួយចំនួនទៀតគឺល្បឿននឹងស្ទុះល្អអញ្ចឹងយើងរងចាំមើលថាតើ2025នេះសវណ្ណកេណោនឹងមានការជួសជុលអត់អញ្ចឹងណា